ថ្ងៃនេះខ្ញុំមានចេញវីដេអូមួយពីការជិះខ្សែរ៉កដែលខ្ញុំបានទៅលេងនៅប្រទេសឡាវកាលពីថ្ងៃមុនហ្នឹងណាដោយសារតែមានអ្នកខ្លះក៏ឆ្ងល់ថាឮថាទៅដើរលេងតែឯងទេ solo trip ទេប៉ុន្តែមិនក៏បានថតរូបថតអីកើតមានអ្នកថតវីដេអូថតអីឲ្យពេលជិះខ្សែរ៉កហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូចង់បង្ហាញពួកគាត់តិចដែលគាត់ចង់ដឹងហ្នឹងបាទឥឡូវខ្ញុំបានចូលមកដល់កន្លែងតាត់ Fun Zip Line ហ្នឹងហើយខ្ញុំបានទិញសំបុត្រអីរួចរាល់ហើយបន្ទាប់មកមានខាងបុគ្គលិកគេចាប់ផ្ដើមពាក់ខ្សែពាក់អីឲ្យយើងនេះដើម្បីត្រៀមទៅជិះ Zip Line ហ្នឹងបាទនៅពេលដែលយើងរៀបចំពាក់គ្រឿងពាក់អីហ្នឹងរួចរាល់អស់ហើយគឺមានការណែនាំមួយពីបុគ្គលិកគេទៀតគេប្រាប់យើងពីការជិះហ្នឹងនៅពេលដែលយើងទៅដល់កន្លែង platform គេនីមួយៗហ្នឹងតើយើងត្រូវធ្វើមិនទៀតបន្ទាប់មកហ្នឹងបុគ្គលិកគេហ្នឹងក៏គេចាប់ផ្ដើមឲ្យយើងជិះម្ដងម្នាក់កន្លែង Zip Line ខ្លីនេះសិនដើម្បីឲ្យយើងជិះសាកល្បងបន្ទាប់ពីយើងរួចរាល់អស់ហើយបានយើងទៅកន្លែងជិះ Zip Line ដែលយើងត្រូវជិះមើលដែលខ្ញុំត្រូវជិះ Zip Line នឹងទាំងអស់គ្នាបាទឥឡូវខ្ញុំបានមកដល់ហើយពេលមកដល់នេះយើងមើលទៅក្រោមទៅគឺមានអារម្មណ៍មួយថាខ្ពស់ហើយញ័រជើងដែរពីដំបូងមកហើយនេះគឺជាកន្លែងទី1ដែលខ្ញុំត្រូវជិះបងប្អូននិយាយទៅមិនជិះតែមួយឡានទេទាំងអស់មាន3ឡានវិញប៉ុន្តែនេះគឺជាឡានដំបូងគេបាទសម្រាប់តម្លៃសម្បត្តិហ្នឹងគឺតម្លៃ$35ដើម្បីជិះ Zip Line ហ្នឹងហើយបងប្អូនឆ្ងល់ទៀតថាតើមានអ្នកគេថតរូបឲ្យថតវីដេអូអីហ្នឹងឲ្យនិយាយទៅនៅកន្លែងគេហ្នឹងគឺគេមានកាមេរ៉ាអញ្ចឹងបើយើងចង់បានកាមេរ៉ា Swiss ហ្នឹងគឺយើងត្រូវ add ថែម$8ទៀតអញ្ចឹងសរុបទៅអស់$43ក្នុងការជិះ Zip Line ហ្នឹងហើយគេនឹងជិះតាមថតយើងហើយយើងជិះមួយឡានហើយគេជិះមួយឡាននិយាយទៅជិះនៅគៀនគ្នានឹងឯងដើម្បីគេចាប់ប្លង់ចាប់រូបថតអីឲ្យយើងបាទនៅពេលដែលខ្ញុំមកដល់កន្លែង platform នៃឡានទី1ហ្នឹងហើយខ្ញុំត្រូវដើរចដើរទៅលើកន្លែង platform ទី2ហ្នឹងគឺវាខ្ពស់ជាងមុនបន្តិចយើងឡើងចដើរទៅហើយកន្លែងនេះការជិះគឺខុសពីអាទី1កន្លែងនេះបានន័យថាមួយឡានហ្នឹងយើងជិះ2នាក់យើងជិះទល់មុខគ្នាជាមួយនឹងអ្នកថតរូបឲ្យយើងហើយនៅពេលដែលយើងឡើងមកកន្លែងនេះគេឲ្យយើងលើកជើងអញ្ចឹងទៅបន្ទាប់មកគេគៀបជើងយើងហើយកន្លែងនេះពេលគៀបទៅមានណាអ្នកថតរូបឲ្យហ្នឹងគាត់គៀបហ្នឹងប៉ះនឹងបិជើងខ្ញុំអញ្ចឹងកន្លែងនេះបិជើងខ្ញុំប្របេះរត់ធ្លាក់មកជាហៀងហើយហ្នឹងនិយាយទៅជិះបដាភ័យបដាមិនភ័យខ្លាចធ្លាក់មនុស្សទេណាភ័យខ្លាចធ្លាក់បិជើងចូលទៅក្នុងជ្រោះហ្នឹងបាទខ្សែទី3ហ្នឹងក៏ជិះ style ដូចខ្សែទី2ដែរគឺយើងត្រូវជិះទល់មុខគ្នាជាមួយនឹងកាមេរ៉ាដដែលហើយគាត់នឹងថតឲ្យយើងគាត់គៀបជើងយើងដូចមិញហ្នឹងឯងហើយពេលជិះហ្នឹងគាត់ថា don't worry កុំភ័យយើងលក្ខណៈថាធ្វើ style free ខ្លួនឯងទៅបាទហើយនិយាយទៅគាត់service ល្អមែនទែនគាត់ដើរតាមថតយើងរហូតហើយនិយាយទៅគាត់ helpful អញ្ចឹងវីដេអូនៃការជិះ Zip Line ហ្នឹងគឺមានតែ3ខ្សែហ្នឹងទេបាទនិយាយទៅមាន4តែខ្ញុំនិយាយតែ3ទេដោយសារតែមួយទៀតហ្នឹងនៅខាងក្នុងហ្នឹងគឺយើងជិះពីដើមឈើមួយតែដើមឈើមួយហ្នឹងរៀងខ្លីដែរទេបាទ